បាទសូមអរគុណលោកអ្នកនាងស្ដាប់ជាទីមេត្រីបាទវិលជួបគ្នាជាថ្មីក្នុងវគ្គទី2បាទពីកម្មវិធីវិភាគព័ត៌មានថ្ងៃនេះរបស់វិទ្យុមិត្តភាពកម្ពុជាចិនបាទលោកអ្នកនាងបានស្ដាប់ព័ត៌មានសំខាន់ថ្មីហើយនឹងកំសាន្តបទចម្រៀងក្នុងវគ្គទី1រួចហើយឥឡូវយើងចូលដល់វគ្គទី2បាទតែម្ដងកុំឲ្យខាតពេលខ្ញុំសូមងាកទៅគ្រប់ជំរាបសួរលោកដិតកៅមួយថងបាទសូមជំរាបសួរលោកគ្រូជាថ្មីទៀតបាទសូមជំរាបសួរលោកពុទ្ធបាទសូមអរគុណគ្រូឥឡូវនេះខ្ញុំសូមជូនអស់លោកអ្នកបានជ្រាបឡើងវិញគឺថាថ្ងៃនេះយើងនឹងនិយាយបាទតកតងទៅនឹងទំនាក់ទំនងរវាងអាជ្ញាធររបស់រដ្ឋបាទនិងសុភមង្គលសង្គមបាទយើងនឹងពិនិត្យមើលឆ្លុះបញ្ចាំងអំពីទូនាទីបាទក៏ដូចជាតម្លាភាពគណនេយ្យភាពអីនឹងជាដើមបាទរបស់មន្ត្រីដែលលោកកាន់ការងាររដ្ឋបាទហើយជាមួយនឹងទំនាក់ទំនងរបស់ប្រជាជនបាទដែលទទួលសេវាណាយើងនិយាយពីអ្នកផ្ដល់សេវានិងអ្នកទទួលសេវាបាទឥឡូវនេះខ្ញុំសូមជាដំបូងគឺថាយើងមើលឃើញថាទំនាក់ទំនងរវាងរដ្ឋនិងសុភមង្គលសង្គមគឺថាជាប្រធានបទសំខាន់ដែលយើងនឹងឆ្លុះបញ្ចាំងក៏ដូចជាយើងនិយាយនៅក្នុងកិច្ចគ្រប់គ្រងសង្គមនិងអភិវឌ្ឍជាតិនឹងបាទអ្វីដែលខ្ញុំចង់សូមជាការចង់ដឹងដំបូងនេះគឺថាមុននឹងជាពិភាក្សាឲ្យបានស៊ីជម្រៅលោកគ្រូតើអ្នកអាចអ្នកបញ្យល់បកស្រាយជាដំបូងនេះតើអ្វីទៅជាសុភមង្គលក្នុងសង្គមអញ្ចឹងណាបាទសូមក្រុមជិលគ្រូជួយឲ្យនិយមន័យនឹងសិនបាទអញ្ជើញបាទសូមអរគុណលោកពុទ្ធរិទ្ធបាទបើយើងមើលនៅក្នុងសភៅណាសភៅមួយរបស់លោកស៊ីជីនភីងភាគ4ណាគឺសភៅហ្នឹងគេដាក់ចំណងស៊ីជីនភីង The Governance of China បាទសភៅហ្នឹងភាគ4នៅក្នុងទំព័រ241ទៅដល់250បាទពុទ្ធរិទ្ធបាទទំព័រ241ដល់ទំព័រ250បាទលោកស៊ីនភីងគាត់បានសរសេរនៅក្នុងសៀវភៅរបស់គាត់ហ្នឹងដែលចំណងជើងខ្ញុំជាក់ឡើងវិញថានៅពាក្យថាអភិបាលកិច្ចប្រទេសចិនបាទអភិបាលកិច្ចប្រទេសចិនបាទនៅក្នុងហ្នឹងគឺគាត់និយាយអំពីបាទគាត់បញ្ជាក់ថាប្រទេសមួយរុងរឿងបាទលុះត្រាតែប្រជាប្រដ្ឋហ្នឹងវាមានភាពរុងរឿងដែរបាទអញ្ចឹងបាទន័យថានៅពេលដែលប្រជាប្រដ្ឋមានភាពរុងរឿងបាទប្រទេសក៏មានភាពរុងរឿងដែរណាលោកពុទ្ធរិទ្ធបាទនេះគឺជាអ្វីជាសង្ខេបដែលខ្ញុំដកស្រង់នៅក្នុងទំព័រ241ដល់ទំព័រ250ដែលលោកចង់បញ្ជាក់អំពីសុភមង្គលដែលលោកពុទ្ធរិទ្ធបាននិយាយអំបញ្ញមិញអញ្ចឹងកន្លែងទៅនេះគឺបើយើងនិយាយអំពីពាក្យថាសុភមង្គលរបស់នៃប្រជាជនឬក៏សុភមង្គលក្នុងសង្គមឬក៏សុភមង្គលសង្គមយើងចង់បញ្ជាក់ថាវាជារឿងមួយនៃទំនាក់ទំនងរវាងបុគ្គលម្នាក់ហើយនឹងជាមួយនឹងបាទទិដ្ឋភាពសង្គមទាំងមូលតែម្ដងណាលោកពុទ្ធបាទឬក៏គេប្រើពាក្យថាអាកប្បកិរិយាសង្គមណា social behavior ហ្នឹងបាទយល់ថាប្រសិនបើម្នាក់បុគ្គលមួយចំនួនដែលធ្វើឲ្យមានបញ្ហានៅក្នុងសង្គមការរស់នៅភាពចង្អេរចង្អាងក៏វាអាចនឹងធ្វើឲ្យសុភមង្គលនៃគ្រួសារនីមួយៗវាជួបប្រទះបញ្ហាដែរយើងលើកឧទាហរណ៍ថាយើងមិនមានបញ្ហានៅក្នុងរឿងសុភមង្គលនៃការរស់នៅរបស់យើងក៏ប៉ុន្តែបើអ្នកចិត្តខាងរបស់យើងបាទគាត់ច្រៀងរាំរាល់ថ្ងៃបាទអាហ្នឹងគឺធ្វើឲ្យរំខានទៅដល់អារម្មណ៍របស់យើងលោកពុទ្ធបាទតែគាត់ថ្ងៃណាក៏គាត់ច្រៀងថ្ងៃណាក៏គាត់រំខានអារម្មណ៍ច្រៀងឡូឡាពេញតភូមិអាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅរបស់គាត់ហើយកន្លែងទៅនេះគឺយើងចង់បញ្ជាក់ថាបើយើងនិយាយអំពីបាទសុភមង្គលសង្គមបានន័យថាវាជាសេចក្តីរីករាយមួយដែលកើតមានឡើងនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃទៀតបានន័យថាវាមិនមែនត្រឹមតែរឿងរបស់យើងក៏ប៉ុន្តែវារឿងពាក់ព័ន្ធជាមួយនឹងអ្នកដទៃបាទដែលធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងបាទវាមានស្ថានភាពល្អប្រសើរនោះឯងបាទអញ្ចឹងបើយើងនិយាយថាយើងអាចមានសុភមង្គលបានវាលុះត្រាតែបាទម្នាក់ហ្នឹងចេះចែករំលែកបាទចែករំលែកនៃសេចក្តីស្រឡាញ់នៃការយកចិត្តទុកដាក់ចំពោះអ្នកដទៃបាទចំពោះអ្នកដទៃបាទពុំនោះទេមានន័យថាបើយើងអត់ចេះចែករំលែកគ្នាในការស្រឡាញ់ការយកចិត្តទុកដាក់នៃការគោរពគ្នាទេវានឹងធ្វើឲ្យប៉ះពាល់ទៅដល់សុភមង្គលនៃការរស់នៅរបស់អ្នកដទៃណាបាទអញ្ចឹងគឺយើងចង់បញ្ជាក់ថាសុភមង្គលសង្គមនោះវាកើតចេញពីទំនាក់ទំនងរវាងគ្នារវាងមនុស្សម្នាក់និងការរីកចម្រើននៅក្នុងរបៀបមួយដែលធ្វើឲ្យជីវិតយើងម្នាក់ហ្នឹងពោពេញទៅដោយការចេះគិតគូរយកចិត្តទុកដាក់ជាមួយគ្នាអញ្ចឹងគឺយើងចង់បញ្ជាក់យ៉ាងដូចនេះឯងដែលហៅថាសុភមង្គលសង្គមនោះឯងបាទអរគុណលំដាប់បានបញ្យល់អំពីន័យរួមបាទដែលយើងអាចនឹងយល់បាទមួយជំហានហើយលោកនាងណាបាទតកតងជាមួយនឹងអ្វីដែលយើងនិយាយថាសុភមង្គលក្នុងសង្គមឬក៏សុភមង្គលសង្គម social happiness ហ្នឹងហើយថាតើបើយើងចង់ដឹងពីរបៀប
ចង់និយាយថាបែបណាដែលទើបគេហៅថាសុភមង្គលក្នុងសង្គមបាទលោកគ្រូអាចផ្ដល់ជានិយមន័យលម្អិតថែមទៀតបានទេឬក៏អាចសម្គាល់លក្ខណៈបែបណាដែលអាចហៅថាមានសុភមង្គលក្នុងសង្គមបានណាទៀតបាទដូច្នេះហើយពលរដ្ឋបាទក្នុងភាពជាពលរដ្ឋបានន័យថាយើងមិនមែនគ្រាន់តែសប្បាយដើម្បីធ្វើឲ្យតែខ្លួនឯងសប្បាយហើយអ្នកដទៃមានការជឿចាប់នោះទេណាលោកពុទ្ធបាទពុំនោះទេយើងធ្វើឲ្យសង្គមទាំងមូលឬក៏សហគមន៍របស់យើងនឹងវានឹងរស់នៅប្រកបដោយផលប៉ះពាល់ជាអវិជ្ជមានបាទធ្វើឲ្យវាមានភាពជាអវិជ្ជមានណាលោកពុទ្ធបាទនិយាយថាគិតតែប្រយោជន៍ផ្ទាល់ខ្លួនប្រយោជន៍ក្រុមខ្លួនបាក់ពួកខ្លួនគ្រួសារខ្លួនអីចឹងណាបាទក្នុងខ្មែរយើងហៅថាអត្តតថាបុគ្គលបាទបើយើងណាឧបមាថាយើងជិះម៉ូតូជិះអីគ្រប់អីក៏ប៉ុន្តែបើសង្គមយើងម្នាក់អត់ចេះជន់ប្រាំងទេគ្រាន់តែយើងឈប់បន្តិចតាមផ្លូវចរាចរណ៍យើងអត់ចេះគោរពច្បាប់ចរាចរណ៍ទេបើយើងបំពេញទាំងស្រុងអរិយាប័ត្ររស់នៅការរស់នៅមិនចេះគិតគូរដល់អ្នកដទៃបានមកអោនឲ្យគ្នាណាបាទថាយើងត្រូវចេះអោនឲ្យគ្នាបាននៅសិទ្ធណានៅសិទ្ធដែលគេមាននិងសិទ្ធដែលយើងមានកន្លែងទៅនេះបានយើងចង់បញ្ជាក់ថាចេះគិតគូរដល់អ្នកដទៃបាទចេះគិតគូរដល់អ្នកដទៃអានឹងហើយជាមធ្យោបាយដ៏ងាយស្រួលបំផុតបាទក្នុងការធ្វើឲ្យសង្គមនឹងមានការរស់នៅដ៏មានសុភមង្គលឬការរស់នៅដ៏សុខសាន្តហ្នឹងណាបាទអញ្ចឹងគឺចំណុចសំខាន់ទី1ផ្ដើមចេញពីការយកចិត្តទុកដាក់ដល់អ្នកដទៃដែរបាទយើងចេះសប្បាយទេបាទហើយសំណួរគេចោទសួរថាតើការយកចិត្តទុកដាក់ដល់អ្នកដទៃគឺជាការយកចិត្តទុកដាក់ម៉េចអាហ្នឹងគេសួរយ៉ាងថាយកចិត្តទុកដាក់ម៉េចបានន័យថាសំខាន់គឺថាផ្ដល់នៅការគិតគូរអំពីអ្វីដែលគេត្រូវការដែរបាទឧបមាថាយើងសប្បាយយើងចង់ច្រៀងខារ៉ាអូខេយើងផឹកស៊ីទៅបាទយើងច្រៀងខារ៉ាអូខេទៅថាអត់ប៉ះពាល់គេទេក៏ប៉ុន្តែយើងគិតថាតើអារម្មណ៍របស់គេយ៉ាងម៉េចដែរគេត្រូវការអីបាទអញ្ចឹងច្រៀងថ្លង់អីចឹងទៅឃើញតែសប្បាយតែរហូតច្រៀងតែរហូតស្ទើរតែរាល់ថ្ងៃអីចឹងទៅហើយហ្នឹងហើយរហូតដល់យប់ជ្រៅអីចឹងទៅណានេះក៏វាជាប៉ះពាល់ចឹងហើយបានថាយកចិត្តទុកដាក់ជាមួយអ្នកដទៃហ្នឹងគឺយកចិត្តរបៀបម៉េចចឹងណាដូចលោកគ្រូបានចោទសួរបាទអញ្ចឹងចំណុចសំខាន់ណាលោកពុទ្ធទៅថ្លឹងចិត្តគេចិត្តយើងអញ្ចឹងណានិយាយសម្ាញ់ចេះលោកទៀតបាទចិត្តគេយល់ចិត្តគេផងដែរហើយទី2គឺថាបង្ហាញអ្នកដទៃថាណាខ្ញុំចង់បញ្ជាក់យើងថាបង្ហាញដល់អ្នកដទៃថាយើងនៅយកចិត្តទុកដាក់ដល់គេអ្វីដែលគេខ្វះខាតនេះគឺចំណុចសំខាន់ទី1ដែលធ្វើឲ្យជារឿងល្អហ្នឹងយើងចង់បញ្ជាក់ថាបើយើងចង់និយាយថាយើងយកចិត្តទុកដាក់ហ្នឹងចំណុចសំខាន់ទី1គឺពាក់ព័ន្ធទៅនឹងអ្វីដែលយើងហៅថាដឹងគុណដល់អ្នកដោយការប្រើពាក្យសម្ដីណាការនិយាយស្ដីជាមួយគ្នាណាសួរសុខទុក្ខគ្នាការប្រស្រ័យតាក់ទងគ្នាណាម៉ែយើងដូចថាញាតិចិត្តខាងអីគេហៅថាជានៃរបងជាគេហៅថាញាតិចិត្តខាងជានៃរបងផ្ទះយើងហើយបាទព្រលឹមឡើងយើងសួរថាអីយើងសួរស្ដីឬក៏ញឹមដាក់គ្នាទៅយើងផ្ទះមុខគ្នាទល់មុខគ្នាជាប់របងគ្នាបាទចិញ្ចាំងគ្នាយើងមិនញឹមរកគ្នាចេះពើទៅមកអាហ្នឹងវាហ្នឹងហើយដែលវាមិនមែនជារឿងសុភមង្គលឬក៏ជារឿងសកម្មភាពមួយដែលមិនធ្វើឲ្យសុភមង្គលហ្នឹងបាទប៉ុន្តែចង់និយាយថាអេយ៉ាបតបែបនេះត្រូវបានគេមើលឃើញថាអ្នកដែលរស់នៅទីក្រុងឬក៏ទីប្រជុំជនហាក់ដូចជាអត់សូវមានអញ្ចឹងទេប៉ុន្តែនៅតាមទីជនបទស្រុកស្រែចំការអីយើងនិយាយពីប្រពៃណីខ្មែរយើងវិញលោកគ្រូណាបាទមើលឃើញថាគាត់មានទំនាក់ទំនងនេះហាក់ដូចជាច្រើនជាងអីចឹងទេណាបាទហ្នឹងហើយបាទអាហ្នឹងគឺថាសំខាន់ណាស់គឺការទំនាក់ទំនងជាមួយគ្នាហ្នឹងហើយទី3គឺយើងចង់បញ្ជាក់ថាខុសអីតិចតួចគ្រាន់តែសម្រាមណាយើងហៅលើគ្នាបាទអ្នកដែលមានដើមឈើធំតូចណាធ្លាក់ស្លឹកឈើទៅលើផ្ទះគេក៏ត្រូវយកចិត្តទុកដាក់ដែរណាបាទគិតថាអាហ្នឹងដើមឈើវាជារឿងធម្មជាតិហើយវាជ្រុះហើយប៉ុន្តែកន្លែងទៅហ្នឹងយើងត្រូវគិតគូរដែរអារម្មណ៍របស់អ្នកដទៃថាតើដែលគេសប្បាយចិត្តនឹងរឿងដើមឈើហ្នឹងគេសប្បាយហើយក៏ប៉ុន្តែគេអត់សប្បាយនឹងរឿងស្លឹកឈើជ្រុះទៅលើផ្ទះជ្រុះបាទនេះជារឿងជាលក្ខណៈជាក់ស្ដែងដែរបាទជាក់ស្ដែងកន្លែងទៅហ្នឹងហើយទី4អ្នកដែលប៉ះពាល់ក៏ត្រូវតែមានចិត្តបើកទូលាយដែរអាហ្នឹងគឺថាផលប៉ះពាល់ដោយលក្ខណៈដែលយើងចង់បញ្ជាក់ថា
ដែលជារឿងដែល រឿងធម្មជាតិអីចឹងដែរបាទចេតនាបាទហើយទី5គឺថាយើងត្រូវតែមានទំនាក់ទំនងប្រស្រ័យតាក់ទងគ្នាបាទនៅក្នុងសង្គមឲ្យបានច្រើនតាមអាចធ្វើទៅបានណាវាមានលក្ខណៈនៃការជួបជុំគ្នាជាលក្ខណៈក្រុមគ្រួសារណាជាលក្ខណៈសហគមន៍ដែលយើងប្រើពាក្យថាបុណ្យភូមិណាតែអាហ្នឹងគឺយើងឃើញទាំងអស់ហ្នឹងគឺយើងចង់និយាយអំពីគេហៅថាសុភមង្គលបាទសុភមង្គលសង្គមហ្នឹងជារួមដែលគេប្រើពាក្យថាសុភមង្គលសង្គមបាទជាតម្លៃនៃវប្បធម៌បាទបើយើងសង្គមយើងវាមានបាទទំនាក់ទំនងគ្នាជាទូទៅអីចឹងទៅអាហ្នឹងគឺធ្វើឲ្យវាមានបញ្ហាមួយនៅក្នុងការរស់នៅមួយដែលចោះសម្រុងគ្នាបើប្រសិនបើភូមិឃុំយើងសហគមន៍យើងវាឆ្លោះទាស់តែងគ្នាទៅវាធ្វើឲ្យការរស់នៅក្នុងសហគមន៍ការរស់នៅក្នុងភូមិហ្នឹងវាអត់មានសុភមង្គលទេអាហ្នឹងគឺយើងចង់បញ្ជាក់ថាបញ្ហាសុភមង្គលក្នុងសង្គមក៏ជាការសិក្សាមួយបាទក៏ជាការសិក្សាមួយដែលយើងចង់បញ្ជាក់នៅខាងដើមបើយើងនិយាយអំពីមេដឹកនាំចិនដែលខ្ញុំបានបញ្ជាក់អញ្ចឹងថាសុភមង្គលនៃក្រុមគ្រួសារមិននីមួយបាទគាត់យកចិត្តទុកដាក់បាទអញ្ចឹងគាត់យើងឃើញហើយមេដឹកនាំនៃប្រទេសចិនគឺថាពេលខ្លះគាត់ដើរចូលទៅបើកនៅឆ្នាំងបាយគោរពឆ្នាំងរបស់ប្រជាជនអីហ្នឹងបាទល្អណាស់ជាអរិយាប័ត្រមួយដែលយើងរៀនសូត្របាទទៅរៀនសូត្រមិនមែនមានន័យថាអានឹងវាជារឿងបុគ្គលគ្រួសារដែលអាជ្ញាធរមិនយកចិត្តទុកដាក់ទេមិនមានន័យថាអាការដែលគេសប្បាយវាជាសិទ្ធិរបស់គេអាជ្ញាធរក៏ត្រូវយកចិត្តទុកដាក់ការអប់រំដល់ប្រជាពលរដ្ឋអំពីរបៀបនៅក្នុងការរស់នៅក្នុងគេថាតម្លៃនៃវប្បធម៌ណាលោកពុទ្ធបាទមិនមានន័យថានឹងសិទ្ធិគេសិទ្ធិយើងដោយមិនគិតគូរគ្នាទេបាទហ្នឹងគឺយើងចង់បញ្ជាក់អញ្ចឹងបើយើងមិនគិតគូរអំពីបញ្ហានេះទេអញ្ចឹងកន្លែងទៅនេះទោះបីជាយើងមានបាទគោលនយោបាយស្ដីពីសន្តិសុខឬក៏សុវត្ថិភាពសង្គមយ៉ាងណាក៏ដោយក៏ការអនុវត្តដែលមិនមានន័យវាធ្វើឲ្យគោលនយោបាយយើងភូមិឃុំមានសុវត្ថិភាពហ្នឹងអត់ល្អដែរណាលោកបាទទីបំផុតនៅក្នុងសហគមន៍យើងប្រជាពលរដ្ឋគឺគាត់ឆ្លោះគ្នាបាទវាអត់មានសុខដុមនីយកម្មនឹងគ្នាបាទហ្នឹងគឺយើងចង់ជិះចឹងណាបាទអរគុណគ្រូនេះគឺជារឿងមួយដែលយើងអាចសិក្សារៀនសូត្របានជាករណីជាក់ស្ដែងដែរលោកនាងណាបាទយើងអាចមើលឃើញពីការរស់នៅប្រចាំថ្ងៃរបស់អស់លោកអ្នកបាទនៅមូលដ្ឋាននៅផ្ទះសម្បែងបាទភូមិឋានរបស់យើងនឹងតាមពិតប្រជាជនយើងគឺថាមានសិលធម៌ល្អណាស់ផូរផង់ណាស់បើយើងទំនាក់ទំនងនេះល្អណាស់បាទយ៉ាងណាក៏ដោយនៅពេលដែលសង្គមទំនើបវាហាក់ដូចជាមានការប្រែប្រួលបាទគម្លាតនៃទំនាក់ទំនងហ្នឹងណាបាទឥឡូវខ្ញុំចង់សុំលោកដិតជួយបញ្យល់មួយទៀតបាទដែលតកតងនឹងទស្សនវិជ្ជាសង្គមតើទស្សនវិជ្ជាសង្គមនឹងអាចជះឥទ្ធិពលដល់សុភមង្គលរបស់យើងម្នាក់ៗហ្នឹងដែរទេឬក៏បើជះតើវាជះបែបណាខ្លះអញ្ចឹងណាបាទសូមអរគុណលោកពុទ្ធរិទ្ធបាទបើយើងមើលនៅក្នុងទស្សនវិជ្ជាប្រទេសណាក៏ដូចប្រទេសណាដែរជាពិសេសអ្វីដែលកើតឡើងនៅក្នុងបរិបទនៃដើមសតវត្សទី21នេះគឺយើងចង់និយាយថាទស្សនវិជ្ជាសង្គមបាទវាពិតជាជះឥទ្ធិពលបាទទៅដល់ការរស់នៅរបស់យើងម្នាក់ដូចគ្នាអញ្ចឹងបាទវាអត់មាននរណាម្នាក់ដែលថាមិនប៉ះពាល់ទេទោះបីជាយើងថាការរស់នៅរបស់យើងដូចជាមិនអីទេក៏ប៉ុន្តែបើសិនជាសង្គមយើងទាំងមូលដូចខ្ញុំបានបញ្ជាក់នៅខាងដើមពោពេញទៅដោយការមិនយកចិត្តទុកដាក់គ្នាអំពីតម្រូវការអំពីការគោរពគ្នាទៅវិញទៅមកទេអានឹងគឺថាទិដ្ឋភាពសង្គមវាពិតជាជះឥទ្ធិពលទៅដល់សុភមង្គលរបស់យើងម្នាក់ដែលយើងបានឃើញជាពិសេសគ្រាន់តែយើងនិយាយអំពីស្ទះចរាចរណ៍ដោយមិនគោរពមកខាងណាដោយសារយើងគិតថាអញជិះឡានឃើញគេមកខាងទៀតវាតនេណាយើងចេះរុលទៅមុខទៅអាហ្នឹងគឺយើងឃើញដល់ម្នាក់ទៀតមកប្រជ្រះយើងទៅយើងឃើញអារម្មណ៍មួយវាអត់សប្បាយចិត្តអាហ្នឹងដែលយើងចង់បញ្ជាក់ថាវាពិតជាឥទ្ធិពលដែលយើងបានឃើញសូម្បីតែនៅសហរដ្ឋអាមេរិកបើយើងងាកទៅមើលអំពីបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅលើប្រទេសនៃជឿនលឿនឧទាហរណ៍សហរដ្ឋអាមេរិកដែលគេថា50% នៃប្រជាជនទាំងអស់នៅក្នុងសហរដ្ឋអាមេរិកគឺជួបប្រទះទៅនឹងរោគសញ្ញាបាទរោគសញ្ញាហ្នឹងគឺសុខភាពផ្លូវចិត្តបាទន័យថាបញ្ហាផ្លូវចិត្តហ្នឹងគឺគាត់ជួបប្រទះណាបាទអាហ្នឹងគឺថាខ្ញុំស្រាវជ្រាវរកឃើញដែលគេបានដកស្រង់អំពីអ្វីដែលបាទមជ្ឈមណ្ឌលគ្រប់គ្រងនឹងការពីជំងឺដែលហៅថា CDC បាទនៅទីជាទីភ្នាក់ងារសុខុមាលភាពសាធារណៈបាទរបស់សហរដ្ឋអាមេរិកពីព្រោះ CDC របស់សហរដ្ឋអាមេរិកគឺថាគេទទួលស្គាល់ជាស្ថាប័នដែលគិតគូរអំពីសុខុមាលភាពសាធារណៈរបស់ប្រជាជនអញ្ចឹងរបាយការណ៍គេបានសរសេរថា 50% នៃប្រជាជនរបស់អាមេរិកគឺថាមានបញ្ហាសុខុមាលភាពផ្លូវចិត្តពួកគេណាបាទអារម្មណ៍មិនល្អទេបាទមានន័យថាបញ្ហាដូចជាអញ្ញៃនៅក្នុងផ្លូវចិត្តណាឈួតណាយើងអាចនិយាយអញ្ចឹង
ហើយកន្លែងទីនេះគេបញ្ជាក់ដែរអំពីយើងចង់បញ្ជាក់អំពីមូលហេតុដើមនៅក្នុងនោះគឺនៅពាក់ព័ន្ធទៅនឹងបញ្ហាសកម្មភាពប្រចាំថ្ងៃរបស់យើងម្នាក់ហ្នឹងហើយដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់យើងគ្រប់គ្នាហ្នឹងអញ្ចឹងប្រសិនបើយើងបាទមានបញ្ហាសុខភាពផ្លូវចិត្តបញ្ហាជំងឺផ្លូវចិត្តហ្នឹងលោកពុទ្ធរិទ្ធបាទយើងជួបប្រទះទៅនឹងបញ្ហាអីដែលយើងជួបប្រទះហ្នឹងគឺបញ្ហាបេះដូងឡើងឈាមណាយើងឃើញណានឹងជាជំងឺផ្សេងដែលកើតឡើងនៅជំងឺមិនឆ្លងហ្នឹងអ្នកខ្លះទៅបាទអ្នកខ្លះយើងឃើញស្ទះបេះដូងទៅបាទអ្នកខ្លះទៅជីកលឿនដោយមិនដឹងខ្យល់បាទទៅបុកវងមូលប៉ុណ្ណាណីយើងឃើញអាហ្នឹងគឺវាកើតឡើងដោយសារយើងត្រូវទទួលស្គាល់នឹងការពិតថាហ្នឹងហើយវាជាបញ្ហានៃសុខភាពផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តរបស់ពួកគាត់ដែលជាអត់ដឹងខ្យល់ទេណាបាទយើងមិនដឹងថាជីមិនឲ្យត្រូវជីមិនត្រឹមត្រូវផងអេរិយាបថអញ្ចឹងអាហ្នឹងគឺជាបញ្ហាមួយជំងឺផ្លូវចិត្តដែលយើងចង់បញ្ជាក់ថាការដែលយើងយកចិត្តទុកដាក់ហ្នឹងគឺបានន័យថាបើយើងមើលតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard វិញគេរកឃើញថា 80% នៃបញ្ហាជំងឺផ្លូវចិត្តទាំងអស់ហ្នឹងគឺថាมันត្រូវការថែទាំទេมันត្រូវការថែទាំទេហ្នឹងបានន័យថា 80% នៃអ្នកដែលមានជំងឺផ្លូវចិត្តវាអត់ត្រូវការលេបថ្នាំទេបើសិនជាសង្គមទាំងមូលមានការយកចិត្តទុកដាក់មានការយកចិត្តទុកដាក់មានការគេហៅថាផ្ដល់នៅទំនួលខុសត្រូវចំពោះនៃសេវាសង្គមបាទអញ្ចឹងបានខ្ញុំចង់ត្រឡប់មកវិញថាវៀតណាមចិនគឺគាត់យកចិត្តទុកដាក់ណាស់អំពីបញ្ហាសុភមង្គលរបស់ប្រជាពលរដ្ឋគឺវាធ្វើឲ្យបាទសង្គមទាំងមូលវាមានផាសុកភាពដែលគួររស់នៅបានបាទសូមអរគុណបាទសូមអរគុណលោកដិតបានរំលេចជូនពីចំណុចសំខាន់ទាំងនេះលោកនាងយើងកំពុងតែពិភាក្សានិងលើកនៅប្រធានបទតាក់ទងនឹងទំនាក់ទំនងរវាងអាជ្ញាធររបស់រដ្ឋនិងសុភមង្គលក្នុងសង្គមបាទយកមកឆ្លុះបញ្ចាំងជូនឲ្យលោកនាងបានសិក្សាស្វែងយល់បាទលោកនាងបានជ្រាបនៅការបញ្យល់ការអធិប្បាយរបស់លោកដិតបាទកៅមួយថងហើយជុំវិញប្រធានបទនេះបាទយើងបានដឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងការរួមរស់នៅក្នុងសង្គមរបស់យើងនាពេលបច្ចុប្បន្ននេះផងដែរក៏ដូចជាសិក្សាពីសង្គមនៅខាងក្រៅគឺពិសេសគឺប្រទេសបាទមហាអំណាចយ៉ាងនឹងជាដើមហើយយើងក៏បានរៀនសូត្រអំពីការលើកឡើងការដកស្រង់នុយក្លេអ៊ែរល្អៗចំណុចល្អៗពីសិភៅលោកស៊ីជីនពីងអភិបាលកិច្ចល្អរបស់ចិននឹងផងទៀតបាទលោកនាងនឹងប្រិយមិត្តស្ដាប់ជាទីមេត្រីដោយសារម៉ោងពេលនៅក្នុងកម្មវិធីវិភាគព័ត៌មានថ្ងៃនេះបាទក្នុងវគ្គទី2របស់យើងរំកិលមកវែងឆ្ងាយដែរហើយបាទលោកនាងនឹងប្រិយមិត្តស្ដាប់ជាទីគោរពនិងជាទីមេត្រីបាទលោកនាងកំពុងតែបន្តតាមដានស្ដាប់នៅការផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិនបាទ CCFR FM 96.5 MHz បាទផ្សាយចេញពីរាជធានីភ្នំពេញហើយនិងសៀមរាប FM 105 MHz បាទលោកនាងកំពុងតែបន្តស្ដាប់បាទនៅកម្មវិធីវិភាគព័ត៌មានថ្ងៃនេះបាទរបស់វិទ្យុយើងដែលយើងជុំដំណើរការជូនពីម៉ោង3ដល់ម៉ោង4រសៀលហើយកម្មវិធីរបស់យើងរយៈពេល1ម៉ោងពេញគឺយើងចែកជា3វគ្គអញ្ចឹងលោកនាងបានស្ដាប់វគ្គទី1និងវគ្គទី2រួចហើយណាបាទវគ្គទី1យើងខ្ញុំរៀបចំជូនព័ត៌មានសំខាន់ថ្មីហើយវគ្គទី2លោកអ្នកបានស្ដាប់ការអធិប្បាយទៅលើប្រធានបទបាទនោះគឺថ្ងៃនេះយើងជួបលោកដុតកម្មវិថងយើងមានប្រធានបទតាក់ទងទៅនឹងទូនាទីគ្រួសារបាទតាក់ទងទៅនឹងបញ្ហានៃការឆ្លុះបញ្ចាំងទៅលើសុភមង្គលក្នុងសង្គមបាទយើងនិយាយពីទំនាក់ទំនងរវាងអាជ្ញាធររបស់រដ្ឋនិងសុភមង្គលក្នុងសង្គមបាទហើយលោកដិតបានបញ្យល់ហោហែមកហើយឥឡូវយើងចុចដល់វគ្គទី3ហើយបន្ទាប់ពីលោកអ្នកបានស្ដាប់ហើយនឹងកំសាន្តបទចម្រៀងបាទដែលការផ្សាយរៀបចំជូនលំបាញ់មិញណាបាទនៅក្នុងវគ្គទី2បាទឥឡូវនេះសូមចូលដល់វគ្គទី3តែម្ដងកុំឲ្យខាតពេលខ្ញុំសូមងាកទៅគ្រប់ជំរាបសួរលោកដិតកម្មវិថងជាថ្មីម្ដងទៀតបាទសូមជំរាបសួរលោកគ្រូជាថ្មីទៀតបាទបាទសូមជំរាបសួរលោកពុទ្ធបាទសូមអរគុណបាទឥឡូវនេះខ្ញុំសូមចូលមកដល់សាច់រឿងយើងបន្តទៅទៀតបាទមិញហ្នឹងយើងខ្ញុំបានសិក្សាស្វែងយល់ហើយពីរឿងកត្តាសង្គមពាក់ព័ន្ធជាមួយនឹងឥទ្ធិពលបាទសង្គមក៏ដូចជាទស្សនវិជ្ជាសង្គមដែលជះឥទ្ធិពលលើសង្គមគ្រួសារជាដើមសុភមង្គលក្នុងសង្គមនឹងឥឡូវដោយសារពេលវេលាខ្ញុំសូមមកដល់ចំណុចសំខាន់មួយទៀតពាក់ព័ន្ធជាមួយនឹងការជះឥទ្ធិពលដល់សង្គមវិញតើវាអ្វីខ្លះទៅដែលអាចធ្វើឲ្យមានការជះឥទ្ធិពលដល់សង្គមហើយតើយើងអាចប្រើប្រាស់វាឲ្យល្អបំផុតដើម្បីបំពេញតម្រូវការសុខភាពផ្លូវចិត្តរបស់យើងអីហ្នឹងដោយរបៀបណាដែរទេលោកគ្រូបាទសូមជឿបាទសូមអរគុណលោកពុទ្ធបាទរឿងចិត្តសាស្ត្រចិត្តវិទ្យាការព្យាបាលជំងឺផ្លូវចិត្តរបស់ប្រជាពលរដ្ឋឬក៏អ្នកជំងឺផ្លូវចិត្តនេះបើយើងមែនទេណាលោកពុទ្ធបាទសម្រាប់និស្សិតបើសិនជាការសិក្សាបានន័យថាបាទជាចំណុចសំខាន់ល្អដែរវាជាជំនាញណាវាជាជំនាញមួយដ៏ល្អបាទសម្រាប់ក្នុងពេលបច្ចុប្បន្នដែលពិភពលោកបានថាមិនថាប្រទេសណាទេប្រជាពលរដ្ឋ
ច្រើនតែមានជំងឺផ្លូវចិត្តអញ្ចឹងការសិក្សារៀនសូត្រនៅមុខវិជ្ជាជំងឺផ្លូវចិត្តណាការព្យាបាលជំងឺផ្លូវចិត្តក៏បាទជារឿងល្អដែរនៅសម្រាប់កម្ពុជាយើងឃើញហើយបាទសម្រាប់អារាមឬក៏ទីកន្លែងខ្លះគេសាងទៅជាកន្លែងវិបស្សនាឬក៏កន្លែងសមាធិណាលោកបាទអារាមខ្លះក៏គេជាបាទផ្លូវចិត្តតាមបែបសាសនាបាទសាសនាយ៉ាងដែរដោយសារបញ្ហាជំងឺផ្លូវចិត្តរបស់ប្រជាជនបាទជារឿងសំខាន់ដែលសង្គមត្រូវមានការយកចិត្តទុកដាក់អញ្ចឹងហើយបានជាយើងចង់បញ្ជាក់ថាឥទ្ធិពលសង្គមនឹងវាបង្កើតឲ្យមានបាទបញ្ហាសុខភាពផ្លូវចិត្តបាទដែលជាវិទ្យាសាស្ត្របាទជាមុខវិជ្ជាមួយដែលគេត្រូវធ្វើការសិក្សាស្រាវជ្រាវបាទឲ្យបានទូលំទូលាយបាទដែលថាឥទ្ធិពលសង្គមនឹងវាបានធ្វើឲ្យប៉ះពាល់ទៅដល់សុភមង្គលរស់នៅរបស់យើងម្នាក់បាទដែលយើងគប្បីបាទដែលយើងគប្បីត្រូវឆ្វេងយល់ឬក៏ស្វែងយល់អំពីបញ្ហាដែលធ្វើឲ្យយើងម្នាក់ហ្នឹងមានការរស់នៅប្រកបដោយសុភមង្គលនៅក្នុងសង្គមបាទនៅក្នុងសហគមន៍អញ្ចឹងដែលកន្លែងទៅនេះគឺយើងចង់បញ្ជាក់ថាឥទ្ធិពលសង្គមបាទវាមាន5ដែលធ្វើឲ្យវាប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តហ្នឹងទី1គឺទំនាក់ទំនងក្នុងសង្គមហ្នឹងអញ្ចឹងបើយើងម្នាក់មានអារម្មណ៍ស្និទ្ធស្នាលជាមួយគ្នាការរស់នៅជាមួយគ្នាគ្រាន់តែក្នុងថ្នាក់រៀនដែលយើងសិស្សនិស្សិតខ្លះគឺថាគាត់អត់មានការយកចិត្តទុកដាក់មួយគ្នាណាមិនដែលសួរសុខទុក្ខគ្នាហ្នឹងពួកម៉ាក់មកពីស្រុកភូមិឃុំណាហើយរៀនសូត្រយើងគួរតែធ្វើម៉េចដើម្បីរៀនសូត្រក្នុងថ្នាក់ឲ្យមានភាពជោគជ័យសម្រាប់ការងារនៅពេលអនាគតគឺថានៅពេលខ្លះសហគមន៍ទូចមួយដែលយើងអត់យកចិត្តទុកដាក់ណាអ្នកណាអង្គុយនឹងទៅអ្នកណាអង្គុយនឹងទៅអញ្ចឹងហើយកន្លែងទៅនេះត្រូវតែផ្ដើមចេញបានដើម្បីកសាងទំនាក់ទំនងនៅក្នុងសហគមន៍ហ្នឹងឲ្យមានភាពស្អិតរមួតជាមួយគ្នាបាទជៀសវាងយើងមិនយកចិត្តទុកដាក់មួយគ្នាឬក៏យកចិត្តទុកដាក់ដែរក៏ប៉ុន្តែបែបពីលាបាសែការជជែកការស្រែកឡូឡាវាធ្វើឲ្យបញ្ហាសុខុមាលភាពនៅក្នុងផ្លូវចិត្តរបស់ម្នាក់ហ្នឹងកាន់តែមានបញ្ហាទៅវិញក៏មានដែរណាលោកពុទ្ធរិទ្ធបាទកន្លែងនេះគឺយើងចង់បញ្ជាក់ថាវាទាមទារឲ្យបាទយុវជនទាមទារឲ្យប្រជាប្រដ្ឋមានការយកចិត្តទុកដាក់អំពីភាពឯកោរបស់ខ្លួនបាទឬក៏ឯកោនៅក្នុងសហគមន៍ដែលបង្កើតឲ្យមានបញ្ហាវិបត្តិសុខុមាលភាពនៅក្នុងសង្គមអញ្ចឹងកន្លែងទៅនឹងយើងឃើញបញ្ហាដែលទាមទារនឹងការយកចិត្តទុកដាក់អំពីបាទចំណុចសំខាន់ទី1គឺទំនាក់ទំនងនៅក្នុងសង្គមដែលយើងឃើញថាការមិនយកចិត្តទុកដាក់ឧទាហរណ៍ពាក់ព័ន្ធទៅនឹងការមិនចូលចិត្តអានសភៅក៏វាធ្វើឲ្យប្រជាពលរដ្ឋមានបញ្ហាដែរព្រោះម្នាក់គិតតែមើលហ្គេមណាលេងហ្គេមយុវជនលេងតែហ្គេមវាធ្វើឲ្យសុខុមាលភាពផ្លូវចិត្តគាត់លែងចេះនិយាយបាទនិស្សិតខ្លះយុវជនខ្លះអត់ចេះនិយាយណាលោកពុទ្ធរិទ្ធបាទមានលោកពុទ្ធរិទ្ធបាទអត់និយាយសោះហ្មងទៅណាបាទហើយការនិយាយគ្នាហ្នឹងគឺថាអត់មានសោះតែម្ដងការជួយគ្នាគឺក៏អត់មានដែរហើយក្រៅពីនេះទៀតមិនមែនគ្រាន់ទំនាក់ទំនងក្នុងសង្គមទេតែចេះជួយគ្នាក្នុងសង្គមទៀតអញ្ចឹងការចេះជួយគ្នាហ្នឹងគឺបានបញ្ជាក់ថាការផ្លាស់ប្ដូរយោបល់ការដែលផ្ដល់យោបល់គ្នាការលួងលោមណាជាមួយគ្នាទៅវិញទៅមកអាហ្នឹងគឺជាចំណុចសំខាន់ដែលធ្វើឲ្យសង្គមវាមានផាសុខភាពឬក៏សុខុមាលភាពដែលខ្ញុំបញ្ជាក់មួយទៀតដែរដែលយើងចង់និយាយអំពីប្រព័ន្ធបាទផ្សព្វផ្សាយសង្គមហៅថា media social media ហ្នឹងណាបាទយើងកុំផ្សព្វផ្សាយអំពីទស្សនវិជ្ជាអវិជ្ជមានពេកឬក៏វិជ្ជមានខ្លាំងពេកដែលបញ្ជាក់អំពីថាខ្លួនរស់នៅបែបផ្អែមល្ហែមពេកណាស៊ីវិល័យពេកអីអញ្ចឹងក៏វាប៉ះពាល់ដល់គ្នាដែរអារម្មណ៍ដល់ផ្លូវចិត្តបាទហើយយើងចាំបាច់ទៅប្រាប់គ្នាថាយើងផ្អែមល្ហែមស្អីតើប្តីប្រពន្ធណាដែលមិនចេះមានភាពផ្អែមល្ហែមបាទប៉ុន្តែគេមិនចាំបាច់អួតបើសិនជាយើងឃើញហើយក្រៅពីនេះទៀតក៏មិនត្រូវប្រើបាទ social media Facebook ហ្នឹងដើម្បីជេរបចោគ្នាដែរបាទគាត់តែប្តីប្រពន្ធឆ្លោះគ្នាណាក៏បោះក្នុងតាមបណ្ដាញសង្គមដែរហ្នឹងវាជាទង្វើអសិលធម៌បាទវាធ្វើឲ្យមានបញ្ហានៃជំងឺផ្លូវចិត្តខាងគ្រួសារនីមួយបាទឆ្លោះទៅគ្នាបាទយើងក៏មានអារម្មណ៍មួយអត់សប្បាយចិត្តណាបាទនេះជាបញ្ហាអានឹងវាអាចថាបង្ហាញទៅថាក្នុងសង្គមនឹងវាហាក់ដូចជាពោពេញទៅដោយបញ្ហារហូតណាបាទហ្នឹងហើយអ្នកមានក៏មានរឿងអ្នកក្រក៏មានរឿងអញ្ចឹងណាបាទនេះជារឿងនៃសង្គមអរគុណលោកដិតបាទលោកនាងនេះហើយគឺជារឿងដែលក្នុងសង្គមដែលយើងអាចសិក្សារៀនសូត្របានឥឡូវដោយសារម៉ោងពេកដែររួមមកវិញខ្ញុំយើងពិនិត្យមើលពីទូនាទីរបស់រដ្ឋវិញម្ដងព្រោះថ្ងៃនេះលោកនាងដោយតែខ្ញុំបានបង្ហាញថាយើងចង់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងអាជ្ញាធររដ្ឋ
រដ្ឋបាទនិងសុភមង្គលសង្គមបាទឆ្លុំចាំងពីទំនាក់ទំនងរវាងប្រជាជនបាទដែលទទួលសេវានិងអាជ្ញាធរដែលផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងសង្គមជាធិបតេយ្យបាទក្នុងសង្គមមួយជាដើមឥឡូវនេះដោយសារពេលវេលាជារួមមកវិញលំដិតថាតើរដ្ឋមានទូនាទីយ៉ាងដូចម្តេចនៅក្នុងការធានាឲ្យមានសុភមង្គលសង្គមទេណាបាទសូមក្រុមជាគ្រូជួយបង្ហាញឲ្យសន្និដ្ឋានបិទបញ្ចប់ប្រធានបទរបស់យើងបាទនៅខាងដើមដែលយើងបានឃើញហើយដែលខ្ញុំចង់បញ្ជាក់នៅខាងដើមនៃសភៅអាបាកិច្ចស៊ីជីនពីងភាគ4ហ្នឹងគឺបានបញ្ជាក់នៅខាងដើមដែលខ្ញុំបានបញ្ជាក់ថាអំពីបញ្ហាសុភមង្គលរបស់ប្រជាពលរដ្ឋមិនមែនជារឿងរបស់ប្រជាពលរដ្ឋតែម្នាក់ឯងទេវាជារឿងរវាងរដ្ឋហើយនិងប្រជាពលរដ្ឋកន្លែងទីនេះខ្ញុំចង់ដកស្រង់នៅអ្វីដែលសង្គមចិនដែលមានឬក៏សុភមង្គលរបស់ប្រជាជននៅក្នុងសង្គមចិនដែលយើងចង់បញ្ជាក់និយាយជាទូទៅណាលោកប្រធានបាទការកើនឡើងនៃសុភមង្គលរបស់ប្រជាជនចិនដែលខ្ញុំបានបញ្ជាក់ទៅតាមរយៈវិទ្យុមិត្តភាពកម្ពុជាចិនដែលយើងតែងនិយាយថាប្រជាជនចិនដែលមានចំនួនជាង1400លាននាក់ច្រើនណាស់សម្រាប់ប្រទេសមួយដែរលោកប្រធានបាទគឺយើងឃើញចំណុចសំខាន់ទី1ដែលយើងអាចនឹងឆ្វេងយល់បានគឺថារដ្ឋយកចិត្តទុកដាក់នៅក្នុងការធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ទៅលើខ្លួនទៅលើសកម្មភាពឬក៏បេសកកម្មរបស់ខ្លួនដែលយើងចង់និយាយថាបេសកកម្មរបស់រដ្ឋបេសកកម្មរបស់អាជ្ញាធររដ្ឋគឺសុភមង្គលរបស់ប្រជាពលរដ្ឋហ្នឹងហើយគឺមានន័យថានិយាយឲ្យសួរស្ដាប់គឺថាធ្វើម៉េចដើម្បីបម្រើប្រជាពលរដ្ឋអានេះជាចំណុចសំខាន់ដែលត្រូវធ្វើម៉េចឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្តមិនឲ្យមានការថ្នាំងថ្នាក់ណាឬក៏មិនយកចិត្តទុកដាក់អំពីបញ្ហាសំខាន់ជាងគេគឺបរិស្ថានហ្នឹងតែនេះជាចំណុចសំខាន់ទី2ទៅគិតអំពីសុវត្ថិភាពនៅក្នុងការរស់នៅក្នុងសហគមន៍ណាដែលយើងចង់បញ្ជាក់ថាគឺជាការគិតគូរឧទាហរណ៍ការធ្វើដំណើរតាមផ្លូវកុំឲ្យមានបញ្ហាមួយដែលគាត់ថាគាត់ប្រជាពលរដ្ឋមានសិទ្ធិចេញចតតារាក៏បានអីចឹងតែវាធ្វើឲ្យវាមានបញ្ហាហើយនៅក្នុងការរស់នៅដែលមិនសូវមានសុវត្ថិភាពហើយទី3យើងឃើញប្រជាជនចិនគឺថាវាមានគេមានមោទនភាពចំពោះកិច្ចអភិវឌ្ឍដែលគេមានវិបុលភាពរបស់ប្រទេសចិនគឺកំណើនសេដ្ឋកិច្ចនឹងតែម្ដងណាលោកពុទ្ធិរិទ្ធបើសិនជាវាមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសណាក៏ដូចជាប្រទេសណាដែរណាលោកពុទ្ធិរិទ្ធច្បាស់ជាមានបញ្ហាជាមានបញ្ហាហើយយើងឃើញថាប្រទេសចិនហ្នឹងគាត់បានកាត់បន្ថយភាពក្រីក្របានជោគជ័យទៅទៀតប្រជាជនរួចគេហៅពីភាពក្រីក្របាទហើយទី4ដែលខ្ញុំចង់បញ្ជាក់អញ្ចឹងបានន័យថាធ្វើម៉េចឲ្យប្រជាពលរដ្ឋនឹងគឺជឿទុកចិត្តទៅដល់ការដោះស្រាយរបស់អាជ្ញាធរដែលខ្ញុំចង់បញ្ជាក់ថាកុំឲ្យប្រជាពលរដ្ឋមានការសង្ស័យថាដោះស្រាយបញ្ហាអញ្ញត្តិបានសារគឺថាជារឿងមួយដែលយើងការបំពេញសេវាសង្គមបាទអញ្ចឹងជារួមបើយើងនិយាយអំពីបញ្ហាដែលដំណោះស្រាយបទពិសោធន៍ដែលប្រទេសចិនមានបានន័យថាគឺធ្វើម៉េចដើម្បីដោះស្រាយអំពីបញ្ហាដែលសុខុមាលភាពរបស់សង្គមនឹងឯងអញ្ចឹងគឺយើងចង់និយាយថាមិនមែនមានន័យថាយើងចង់សរសើរពីចិនទេពីព្រោះគាត់ថានេះគឺជាចំណុចសំខាន់ជាបទពិសោធន៍ដែលយើងអាចសិក្សាឆ្វេងយល់បានជារួមខ្ញុំចង់បញ្ជាក់ថានៅឆ្នាំ2025បានន័យថាសុភមង្គលរបស់ប្រជាពលរដ្ឋគុណភាពជីវិតរស់នៅកំពុងមានការផ្លាស់ប្ដូរដោយសារកត្តានៃភាពផ្លាស់ប្ដូរនៃចរន្តសេដ្ឋកិច្ចនៃបញ្ហាសង្គមនៃបញ្ហាបច្ចេកវិទ្យាចឹងហើយបញ្ហាសុភមង្គលគ្រួសារបញ្ហាគុណភាពជីវិតរស់នៅចឹងត្រូវកំណត់ដោយភាពបត់បែនត្រូវកំណត់ដោយការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្តនិងការសម្របខ្លួនទៅនឹងបរិយាកាសនៃឬក៏បរិស្ថាននៃការផ្លាស់ប្ដូរហើយគ្រួសារនៅសម័យនេះគឺត្រូវតែរៀបចំខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាថ្មីឬក៏បញ្ហាប្រឈមថ្មីដោយរក្សានៅតម្លៃស្នេហាគ្រួសារនិងសន្តិភាពផ្លូវចិត្តជាចំណុចសំខាន់ដែលធ្វើឲ្យគ្រួសារនីមួយៗរបស់យើងមានសុភមង្គលបាទសូមអរគុណបាទលោកនាងនិងប្រិយមិត្តស្ដាប់ជាទីមេត្រីបាទចំណុចគន្លឹះសំខាន់ដែលលោកដិតបានផ្ដល់មកនេះបាទដោយដកស្រង់ពីសៀវភៅអភិបាលកិច្ចល្អរបស់លោកស៊ីជីនពីងបាទដែលបានបង្ហាញជូននេះគឺថាជាគន្លឹះមួយដែលយើងអាចសិក្សារៀនសូត្របានហើយលោកនាងដោយសារពេលវេលាយើងសូមអនុញ្ញាតបិទបញ្ចប់កម្មវិធីរបស់យើងប៉ុណ្្នឹងទៅចុះអញ្ចឹងរួមមកវិញយើងបានរៀនសូត្រច្រើនពីអ្វីដែលជាគេហៅថាទំនាក់ទំនងរវាងអាជ្ញាធររបស់រដ្ឋនិងសុភមង្គលសង្គមបាទការរួមរស់នៅក្នុងសង្គមមួយបាទគឺថាយើងតោងតែមានការយោគយល់អធ្យាស្រ័យគ្នាហើយយើងស្គាល់យើងគោរពបាទនឹងផ្ដល់តម្លៃដល់គ្នាទៅវិញទៅមកយើងស្គាល់ពីសិទ្ធិដែនកំណត់នៃសិទ្ធិរបស់យើងបាទនិងដែនកំណត់នៃសិទ្ធិរបស់អ្នកដទៃពិសេសគឺអ្នកជិតខាងនឹងតម្ដងការរួមរ
រស់នៅក្នុងអ្នកចិត្តខាងអ្នកភូមិផងរបងជាមួយគ្នាហ្នឹងបាទយើងតោងតែចេះសាមគ្គីគ្នាណាបាទយើងមានវប្បធម៌ខ្មែរយើងដ៏ល្អផូរផង់នៅក្នុងការទំនាក់ទំនងគ្នាយ៉ាងល្អណាស់បាទអញ្ចឹងយើងអាចរៀនសូត្រពីចាស់ទុំពីទ្រឹស្ដីពីអាវ៉ាតចាស់ទុំរបស់យើងក្នុងសង្គមយើងដែរដើម្បីយើងរួមរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាមួយគ្នាបាទក្នុងសម័យបច្ចេកវិទ្យាទំនើបក្នុងម្លប់សុខសន្តិភាពរបស់យើងនេះផងដែរបាទលោកនាងនិងប្រិយមិត្តស្ដាប់ជាទីមេត្រីខ្ញុំសូមអនុញ្ញាតបិទបញ្ចប់ហើយសូមគ្រប់ថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះលំដាប់កម្មវិធីដែលលោកបានអញ្ជើញហើយសូមគោរពអរគុណលោកនាងដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់កម្មវិធីនេះតាំងពីដើមដល់ទីបញ្ចប់ហើយសង្ឃឹមថាលោកនាងទទួលបាននូវចំណេះដឹងពីកម្មវិធីរបស់យើងក៏ដូចជាបាទកម្មវិធីផ្សេងទៀតដែលលោកអ្នកអាចបានតាមដានស្ដាប់ជាហោហែមកហើយនោះបាទខ្ញុំសូមគោរពថ្លែងអំណរគុណជូនពរដល់លោកដិតនិងមិត្តស្ដាប់យើងសូមប្រកបដោយសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារជោគជ័យគ្រប់ភារកិច្ចការងារហើយលោកនាងអាចបន្តស្ដាប់នៅកម្មវិធីផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិនរបស់យើងបន្តទៀតបានលោកអ្នកអាចសិក្សារៀនសូត្រភាសាចិនបានផងដែរនៅក្នុងកម្មវិធី100នាទីនៃភាសាចិននេះណាហើយបន្ទាប់មកក៏មានកម្មវិធីជាបន្តទៅទៀតជូនដល់លោកអ្នកនាងបានស្ដាប់នឹងកែកំសាន្តផងទៅជាមួយនឹងបទចម្រៀងពីរូបរួចជាដើមបាទនៅពេលនេះខ្ញុំបាទរួមជាមួយលោកដិតកម្មវិធីនឹងការរៀបផ្សាយសូមគោរពលាហើយស្អែកយើងត្រឡប់ជួបគ្នាតាមម៉ោងពេលដដែលស្អែកយើងជួបលោកដិតជានិដិតបាទនៅថ្ងៃពុធសប្តាហ៍ក្រោយយើងត្រឡប់មកជួបលោកដិតកម្មវិធីវិញបាទអញ្ចឹងនៅពេលនេះយើងខ្ញុំសូមអរគុណសូមគោរពលាទៀតសាយ័ន្តសួស្តីបាទ